Ok សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាអំពីមេរៀនភាសាអង់គ្លេសមួយដែលគេនិយាយអំពី days of the week days of the week បាទគឺថ្ងៃនៃសប្តាហ៍ណាបាទគឺយើងរៀនអំពីឈ្មោះថ្ងៃទាំង7នៅក្នុងសប្តាហ៍ហ្នឹងណាបាទហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមានជាឧទាហរណ៍ខ្លះៗដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៅក្នុងការប្រើប្រាស់ពាក្យដែលតាក់ទងទៅនឹងថ្ងៃទាំង7នឹងផងដែរណាបាទអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរឥឡូវយើងចូលទៅសិក្សាបងប្អូនគ្នាតែម្ដងថាតើថ្ងៃទាំង7មានអ្វីខ្លះជាភាសាអង់គ្លេសណាបាទអញ្ចឹងថ្ងៃដំបូងគេគឺ Monday ណាបាទ Monday ហ្នឹងគឺមានន័យថាថ្ងៃច័ន្ទបាទហើយថ្ងៃបន្ទាប់ពីថ្ងៃច័ន្ទគឺ Tuesday បាទយើងអាចថា Tuesday មានន័យថាថ្ងៃអង្គារណាបាទហើយយើងមានពាក្យថា Wednesday បាទនេះយើងអានថា Wednesday ណាបាទអត់មែនយើងអាន Wednesday ណាបើយើងអាន Wednesday គឺអត់ត្រូវទេណាបាទគឺយើងអានថា Wednesday ហ្នឹងគឺមានន័យថាថ្ងៃពុធណាបាទថ្ងៃបន្ទាប់គឺយើងមានពាក្យ Thursday បាទ Thursday ហ្នឹងគឺមានន័យថាថ្ងៃប្រហ័សបាទថ្ងៃបន្ទាប់ទៀតគឺ Friday បាទ Friday មានន័យថាថ្ងៃសុក្របាទ Friday ហើយបន្ទាប់មកគឺ Saturday បាទ Saturday ហ្នឹងគឺមានន័យថាថ្ងៃសៅរ៍ហើយបាទថ្ងៃចុងក្រោយគេគឺ Sunday បាទ Sunday មានន័យថាថ្ងៃអាទិត្យណាបាទអូខេមើលបន្តទៀតអានេះគឺជាឧទាហរណ៍ដែលយើងរៀនអំពីការប្រើប្រាស់ពាក្យហ្នឹងណាបាទឧទាហរណ៍គេសួរថា how many days are there in the week បាទ how many days are there in the week មានន័យថាតើមានប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍អញ្ចឹងរបៀបឆ្លើយបាទយើងមើលរបៀបគេឆ្លើយបាទគេថា there are 7 days in the week បាទ there are 7 days in the week បាទគឺមានន័យថាមាន7ថ្ងៃក្នុងមួយសប្តាហ៍ណាបាទហើយគេសួរទៀតថា what day is today បាទ what day is today មានន័យថាតើថ្ងៃនេះជាថ្ងៃអ្វីណាបើយើងចង់សួរគេថាថ្ងៃនេះថ្ងៃអីណាបាទសួរថា what day is today អញ្ចឹងឧទាហរណ៍យើងឆ្លើយថា today is Sunday ណាបាទ today is Sunday មានន័យថាថ្ងៃនេះជាថ្ងៃអាទិត្យណាបាទអូខេមើលបន្តទៀតបាទសំណួរគេថា what day is yesterday បាទ what day is yesterday បាទមានថាតើម្សិលមិញជាថ្ងៃអ្វីណាបាទឧទាហរណ៍ថាយើងសួរគេថាម្សិលមិញជាថ្ងៃអ្វីយើងសួរថា what day is yesterday បាទ what day is yesterday តើថ្ងៃម្សិលមិញជាថ្ងៃអ្វីបាទអញ្ចឹងយើងមើលឧទាហរណ៍ថា yesterday is Saturday បាទ yesterday is Saturday ឧទាហរណ៍ណាអញ្ចឹងថាម្សិលមិញគឺជាថ្ងៃសៅរ៍បាទអញ្ចឹងបើសិនបើគេសួរយើងចំថ្ងៃជាស្ដែងម្សិលមិញនៅថ្ងៃអីគេយើងដូរទៅតាមដូរអាកន្លែងពាក្យ Saturday ហ្នឹងណាបាទទៅតាមថ្ងៃជាស្ដែងទាំង7របស់យើងដែលយើងបានរៀនខាងដើមបាញ់ណាបាទអូខេយើងមើលបន្តទៀត what day is tomorrow បាទ what day is tomorrow មានថាតើថ្ងៃស្អែកជាថ្ងៃអ្វីណាបាទអូខេ tomorrow is Monday tomorrow is Monday បាទឧទាហរណ៍ណាបាទ tomorrow is Monday មានថាថ្ងៃស្អែកជាថ្ងៃច័ន្ទណាបាទអូខេ thanks for watching បាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូនេះបាទសូមកុំភ្លេចជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីដែលខ្ញុំនឹងផុសជាបន្តបន្ទាប់លើក្រោយទៀតណាបាទអូខេសូមអរគុណសូមជម្រាបលា